បាទអូខេសួស្តីមកអ្នកនរគ្នាថ្ងៃនេះ Channel ខ្មែរ Knowledge សូមប្រាប់បងប្អូនអំពីបញ្ហា disable account មួយចំនួនaccount ដែល disable វាមានបញ្ហាច្រើនហ្នឹងហើយដូចទី1 spam account ក៏វា disable account Facebook របស់យើងដែរហើយទី2 account របស់យើង share អត្ថបទមួយចំនួនដែលជាអត្ថបទ spam អត្ថបទដែលក្រុមហ៊ុន Facebook ហាមមិនឲ្យផុសអញ្ចឹងយើង account យើង share តពីគេក៏វាអាចនឹង spam account របស់យើងដែរហ្នឹងហើយក៏ Facebook disable ដែរពេលខ្លះទៅ Facebook វាមិន disable វាពុំមានអញ្ចឹងណាពេលណាវាពុំមានទៅយើងធ្វើបន្តទៀតវាអាចនឹងលុប account របស់យើងនឹងចំណុចទី1ចំណុចទី2គឺ account របស់យើងអត់បានបង្កើតត្រូវគោលការណ៍របស់ក្រុមហ៊ុន Facebook អញ្ចឹងអាការបំពេញបែបបត់មួយចំនួនដែលយើងបង្កើតហ្នឹងវាអត់ត្រូវគោលការណ៍របស់ Facebook តែឥឡូវនេះ Facebook វាទៅអាប់ដេតស្វែងរក account ដែលអត់លេងណាបងប្អូន account fake account ដែលអត់លេងហ្នឹងគឺវាលុបចោលហើយអញ្ចឹងពេល account របស់យើងបង្កើតទៅវាអត់ត្រូវគោលការណ៍របស់ Facebook ក៏វាអាច disable ចោលដែរទោះបីជាយើងលេងរាល់ថ្ងៃក៏ដោយនឹងចំណុចទី2ហើយចំណុចទី3គឺបងប្អូនប្រើប្រាស់password ដែលដាក់ account ហ្នឹងគឺវាអត់រឹងមាំហើយ password របស់យើងអត់ដែលដូរក៏វាជាបញ្ហាមួយសម្រាប់ account Facebook វា disable ដែរហ្នឹងហើយ account គឺ account និយាយទៅ account Facebook របស់យើងគឺចាក់ឲ្យរឹងមាំហើយបើយើងអត់ចាក់ឲ្យរឹងមាំទេយើងអត់ការពារលេខឲ្យពិបាកទេវាអាចនឹង disable ដែរព្រោះ account របស់យើងជាទៅ account Facebook របស់យើងត្រូវដូរបងប្អូនមក6ខែឬក៏9ខែមួយឆ្នាំអីយើងត្រូវ reset ឬក៏ការផ្លាស់ប្ដូរ account Facebook របស់យើងម្ដងអញ្ចឹងទៅកុំឲ្យអ្នក hacker ហ្នឹងវា hack បានអញ្ចឹងណាហ្នឹងគឺល្អចំណុចហ្នឹងកុំឲ្យយើងប្រើប្រាស់លេខកូដ password ដដែលដែរហើយចំណុចមួយទៀតគឺ account របស់យើងបង្កើតដោយប្រើប្រាស់លេខទូរស័ព្ទក៏វាអាចនឹង disable ដែរព្រោះលេខទូរស័ព្ទបងប្អូនដឹងហើយលេខហ្នឹងមិនប្រកាសថាយើងបង្កើតលេខទូរស័ព្ទហ្នឹងតែមួយទេព្រោះពេលខ្លះលេខទូរស័ព្ទរបស់យើងឈប់ប្រើទៅអ្នកផ្សេងគេលុបលេខហ្នឹងយើងក្រុមហ៊ុនគេលុបលេខហ្នឹងចោលគេយកទៅបង្កើតលេខថ្មីទៅឲ្យអ្នកផ្សេងហ្នឹងទៀតណាលេខដូចគ្នាអញ្ចឹងណាហ្នឹងហើយអ្នកថ្មីយកទៅបង្កើត account ទៀតអញ្ចឹងពេលខ្លះទៅវាអាចនឹងជន់លេខគ្នាជន់លេខទូរស័ព្ទគ្នា Facebook ក៏អាចថា account ហ្នឹងជា account fake អញ្ចឹងក៏ disable ចោលដែរវាតាក់ទងជាមួយបង្កើតលេខទូរស័ព្ទដែលបង្កើតដោយលេខទូរស័ព្ទហ្នឹងឯងគឺវាអត់សូវរឹងមាំទេ account ដែលរឹងមាំជាមួយនឹង Facebook គឺបង្កើតជាមួយនឹង email បងប្អូនណាបង្កើតជាមួយ email គឺវារឹងមាំវាអត់អាចវាមិនងាយនៅក្នុងការ disable ទេព្រោះ account ខ្ញុំបង្កើតច្រើនហើយ Facebook ខ្ញុំបង្កើតប្រហែលជិត10 account ហ្នឹងដែលប្រើប្រាស់ដោយ email ព្រោះ account ខ្ញុំមិន account ខ្លះខ្ញុំអត់ដាក់រូបខ្លួនឯងផ្ទាល់ផងហ្នឹងហើយដាក់រូបតុក្កតាដាក់រូបអីចឹងក៏អត់ឃើញ Facebook ណា disable ទេនេះដូចជា account នេះជាដើមនេះខ្ញុំអត់ដាក់រូបខ្លួនឯងផ្ទាល់ទេណា account នេះអត់សូវដើរលេងទេហើយខ្ញុំអត់ដាក់រូបខ្លួនឯងផ្ទាល់ទេហើយខ្ញុំបង្កើតដោយប្រើប្រាស់ email អញ្ចឹងគឺក្រុមហ៊ុនអត់មាន disable អីទេហើយការបង្កើតរបស់យើងគឺពេញលក្ខណៈអញ្ចឹងណាការពេញបែបបត់អីមួយចំនួនទៅតាម
ពេលដែលយើងបង្កើតហ្នឹងគឺត្រឹមត្រូវអញ្ចឹងដាក់ work ដាក់អីនិយាយទៅយើងពេញបែបបទមួយចំនួនឲ្យត្រូវចំណុចខ្លះទៅវាអត់ disable ទេហ្នឹងហើយហើយយើងប្រើប្រាស់ជាមួយ email ហ្នឹងហើយគឺវាធន់ក្នុងការ disable តែយើងប្រើប្រាស់ជាមួយនឹងលេខទូរស័ព្ទវាអាចនឹង disable ច្រើនមកវិញណាបង្កើតជាមួយលេខទូរស័ព្ទវា disable ច្រើនពួកអី account fake វាច្រើនពេកឥឡូវហ្នឹងអ្នកដែលធ្វើ MMO បង្កើត account ខ្លះដោយប្រើប្រាស់លេខទូរស័ព្ទច្រើននឹងឲ្យប្រើប្រាស់លេខទូរស័ព្ទច្រើនឬអ្នកខ្លះទៅប្រើ email ប្រើយ៉ាឌិចអីចឹងណាហ្នឹងហើយអញ្ចឹង account Facebook វាកំពុងតែសាររើចំពោះ account ណាដែលអត់ active អត់លេងឬក៏ account ណា fake account ដែល share អត្ថបទមួយចំនួនដែលតាក់ទងនឹងអត្ថបទដែល spam អីចឹងណាឬការ comment ការសរសេរអត្ថបទអីជាដើមដែលតាក់ទងជាមួយនឹងបញ្ហាដែល Facebook មិនគួរអនុញ្ញាតវាអាចនឹងលុបចោលហើយព្រោះ account នឹងជា account verify ក៏ដោយ account blue tick ក៏ដោយក៏ disable ដែរហ្នឹងហើយបងប្អូនឃើញខ្លះ set blue tick ក៏មេតានៅ disable ចោលដោយសារ account ពេលខ្លះយើង share ច្រើនពេកយើង share ចំណុចខ្លះវា spam ពីគេមកដែរអញ្ចឹងវាអាចនឹងបញ្ហាមួយទៀតគឺ account របស់យើង login ជាមួយនឹងកម្មវិធីផ្ដេសផ្ដាស់មួយចំនួនក៏អាចនឹង Facebook disable ចោលដែរដោយសារអីកម្មវិធីមួយចំនួនបងប្អូនដឹងហើយកម្មវិធីខ្លះវាអត់ល្អទេដែលយើង login ជាមួយកម្មវិធី game កម្មវិធីបង្កើត AI កម្មវិធីអីផ្សេងៗអញ្ចឹងណាយើង login ណាជាមួយនឹង Facebook របស់យើងណាអញ្ចឹងវាធ្វើពេលខ្លះទៅកម្មវិធីពួកទាំងអស់ហ្នឹងមិនប្រកាសថាល្អទាំងអស់ទេមានកម្មវិធីខ្លះពេលដែលយើង login ជាមួយនឹងពួកហ្នឹងទៅវាអាច scan យកលេខកូដឬក៏ password របស់ Facebook របស់យើងបានហ្នឹងពួក hacker វាហាយទៅតាមហ្នឹងអញ្ចឹងបងប្អូនខ្លះកុំទៅ login ជាមួយនឹងកម្មវិធីផ្សេងជាមួយនឹង Facebook មកពេកវាអាចនឹងមានបញ្ហាដល់ Facebook របស់យើងបើ Facebook របស់យើងប្រើគ្រាន់តែប្រើលេងមិនជាពិតប្រកបអីទេយើង login ទៅណាដូចជា Facebook នេះរបស់ខ្ញុំអញ្ចឹងគឺខ្ញុំបង្កើត account នេះគឺសម្រាប់ login ផ្សេងហ្នឹងគឺខ្ញុំបង្កើតដាក់ account ហ្នឹងហើយដោយសារវាអត់មាន account នេះវាមិនពិតប្រកបរបស់យើងទេណាហ្នឹងហើយអញ្ចឹងបើ account របស់យើងលេងពិតប្រកបកុំសូវ login ជាមួយនឹងកម្មវិធីផ្សេងវាបងប្អូនណាកុំសូវ login ជាមួយនឹងកម្មវិធីកាត់រូបភាពកម្មវិធីអីទាំងអស់កុំសូវ login ណានិយាយទៅបើមិនយើងមិន login គឺល្អតែម្ដងហ្នឹងហើយពួកកម្មវិធីទាំងអស់ហ្នឹងពេលខ្លះវាមានបញ្ហាទៅវាមានបញ្ហាព្រោះវា search ទិន្នន័យរបស់យើងចូលអស់ហើយ password Facebook របស់យើងទាំង email អីវា search ចូលនៅក្នុងកម្មវិធីហ្នឹងទាំងអស់ណាវាចាប់យកអស់ហើយអញ្ចឹងពួក hacker វាអាចចាប់បានតាមហ្នឹងដែរហើយចំណុចមួយទៀតគឺ account របស់យើងចាក់ 2FA ក៏ល្អដែរដើម្បីការពារ hacker ឬក៏ការពារ account របស់យើងឲ្យវារឹងមាំអញ្ចឹងណាហ្នឹងហើយចំណុចហ្នឹងឥឡូវ account បងប្អូនខ្លះគឺភាគច្រើនថ្ងៃហ្នឹងគឺខ្ញុំឃើញបើក Facebook មកគឺឃើញតែ account disable ម្នាក់ disable ច្រើនមែនទែនហ្នឹងហើយតែ account របស់ខ្ញុំអត់មានឃើញ disable ទេឬក៏វាអត់ទាន់ disable ក៏ថាបានដែរហ្នឹងហើយ account ខ្ញុំដូចជា 4-5 ដែរអត់ដាក់រូបភាពឬក៏ដាក់អីចឹងខ្លះដាក់ខ្លះអត់ចឹងណាតែអត់មានឃើញ disable ទេហ្នឹងហើយអញ្ចឹងគឺខ្ញុំមកមើលអស់ហើយ account របស់ខ្ញុំ account ពិតប្រាកដអញ្ចឹងណាអត់មាន disable អីទេហ្នឹងហើយគឺនៅធម្មតាប៉ុន្តែអ៊ីនធឺណិតរបស់ខ្ញុំដើរ slow តិចបងប្អូនណាដើរ slow អញ្ចឹង account បងប្អូនខ្លះគាត់ disable ឥឡូវ account ដែលយើង disable និយាយអំពី account disable យើងចង់ appeal មកវិញស្នើសុំ Facebook មកវិញណា
ការស្នើសុំហ្នឹងគឺវាអាចនឹងបានខ្លះនឹងអត់ខ្លះបងប្អូនណាបើ account របស់យើងដាក់រូបភាពមិនពិតប្រាកដទេ account របស់យើងជា account ពេញតនន័យតាមបែបបទ Facebook ទេវាអាចនឹងពិបាកក្នុងការ appeal មកវិញហ្នឹងហើយឥឡូវយើងចូលចំណុចដើម្បី appeal ស្នើសុំ account ដែល disable មកវិញអូខេណាខ្ញុំមិនប្រកាសថាបាន 100% ទេតែបងប្អូនព្យាយាមធ្វើវាទៅវាអាចនឹងបានផលខ្លះមិនបានផលខ្លះយើងព្យាយាមទៅឧទាហរណ៍ថាយើងធ្វើ3ថ្ងៃហើយនៅតែគុំហ៊ុនមិនផ្ញើសារមកឬក៏បានបើក account របស់យើងវិញយើងព្យាយាមស្នើទៀតព្យាយាមស្នើ 3-4 ថ្ងៃផ្ញើស្នើអញ្ចឹងណាយើងស្នើសុំម្ដងទៅវាអាចនឹងបានផលអូខេឥឡូវយើងចូលមកកាន់ Google Chrome ឬក៏ទូរស័ព្ទបងប្អូនក៏បានដែរបងប្អូន disable នៅលើទូរស័ព្ទបងប្អូនចូលទៅកាន់ account Facebook របស់យើងទៅហ្នឹងហើយបងប្អូនចង់ដាក់លើកុំព្យូទ័រក៏បានដែរអូខេឥឡូវយើងចូលមកបងប្អូនភាគច្រើនវាចេញបែបនេះមែនអត់នេះ disable ណាខ្ញុំបង្ហាញឲ្យវាធំតិចអូខេអត់ដែរបងប្អូនណាអូខេបងប្អូនអ៊ីនធឺណិត slow មែនតើslow ហ្មង slow នេះបងប្អូនពេកច្រើនបងប្អូនចេញបែបហ្នឹងពេលដែលយើង login ណាអញ្ចឹងពី account ដែលយើង login វាចេញបែបហ្នឹងគឺបងប្អូនចុចពាក្យថា go នេះនៅខាងលើ download ហ្នឹងពាក្យថា go to help center ហ្នឹងមកបងប្អូនចុចកន្លែងហ្នឹងណាអូខេបន្ទាប់ពីបងប្អូនចុច go to help center ហ្នឹងមកឥឡូវខ្ញុំមក search កន្លែង account disable សិនព្រោះ account ខ្ញុំវានៅបើប្រើប្រាស់បានទេអញ្ចឹងណាអញ្ចឹងខ្ញុំបង្ហាញslow មែនតើបងប្អូនណា slow ខេ Wi-Fi ដល់ slow មែនតើដោយសារមេឃវារៀងភ្លៀងហងហើយ Wi-Fi ខ្ញុំនៅបន្ទប់ជួលទេអញ្ចឹងគឺអ្នកលេងច្រើនគ្នាមែនតើអញ្ចឹងវាអាចនឹង slow អូខេបន្ទាប់ពីបងប្អូនចូលមក help center វាចេញបែបហ្នឹងមែនអត់បងប្អូនណាវាចេញអានេះយើងកុំខ្វល់វាអីណាចំណុចហើយយើងកុំខ្វល់វាចេញផ្ទាំងបែបនេះខាងលើខាងក្រោមនេះណាវាចេញផ្ទាំងបែបនេះអានេះយើងមិនខ្វល់ទេអូខេបន្ទាប់ពីបងប្អូនចុចកន្លែងនេះណា go to help center ណាយើងមើលតែចំណុចមាសខាងនេះបានហើយនេះមាសខាង help center នេះបានណានេះចំណុចដែលមាន logo មានដូចជារូបស៊ីគីខ្ញុំមើលអត់ដឹងដែររូបនេះដូចជារូបប្រៃនិសាយយ៉ាងម៉េចណានេះតមករូបសោហើយរូប profile អីចឹងទៅណាបងប្អូនណាអញ្ចឹងយើងកុំខ្វល់ពីចំណុចដល់ខ្ញុំឲ្យវាដើរឲ្យសពសិនអូខេដល់វាដើរចប់ហើយអូខេអញ្ចឹងវាមានរូបប្រមាណរូបសោរូបសញ្ញាទៀនអញ្ចឹងទៅអញ្ចឹងចំណុចបងប្អូនចូលមកដល់កន្លែង help center ហ្នឹងគឺបងប្អូនចុចកន្លែងពាក្យថា reporting អញ្ចឹង
nóលើទូរស័ព្ទឬនៅលើកុំព្យូទ័រអីបងប្អូនរកពាក្យថា reporting មកណា reporting មកបន្តមកទៀតគឺបងប្អូនយកពាក្យថា reporting parable with Facebook ណាចុចកន្លែងហ្នឹងមកបន្ទាប់ពីបងប្អូនចុចហ្នឹងហើយបងប្អូនមករកពាក្យកន្លែងនេះវាពណ៌បៃតងនេះមានពណ៌ខៀវនេះបងប្អូនណាមានពណ៌ខៀវនេះពាក្យថា give feedback about it ណាបងប្អូនចុចកន្លែងហ្នឹងមករួចបន្តមកទៀតគឺបងប្អូនយកពាក្យថាproactive feedback ខ្ញុំអត់សូវអានអង់គ្លេសណាបងប្អូនណាអូខេអញ្ចឹងចុចកន្លែងហ្នឹងមកអូខេមកដល់ចំណុចនេះគឺយើងដើម្បី feedback ទៅក្រុមហ៊ុន Facebook ណាហ្នឹងហើយដើម្បីឲ្យស្នើសុំ account របស់យើងមកវិញចំណុចហ្នឹងគឺកន្លែងនេះគឺមកមើលកន្លែងនេះ product or feature អញ្ចឹងបងប្អូន please select អញ្ចឹងបងប្អូនយកពាក្យថា login អញ្ចឹងទៅអូខេ login ហើយចំណុចនេះគឺយើងសរសេររ៉ាយរ៉ាប់អីចឹងទៅណាឥឡូវខ្ញុំ copy ពីចំណុចនេះសេរ៉ាយរ៉ាប់អីចឹងមកខ្ញុំយកមកផាសអូខេហើយបងប្អូនបងចង់បាននៅភាសាអង់គ្លេសហ្នឹងគឺខ្ញុំដាក់នៅខាង description ណា description បងប្អូនអាច copy បានព្រោះខ្ញុំ copy តពីគេដែរទេអូខេហ្នឹងហើយគឺបងប្អូនដាក់ hello តាមហ្នឹងទៅនេះតាម disable personal អីចឹងណាខ្ញុំជិះអានណាបងប្អូនណាអត់ទៅជាអង់គ្លេសហើយកន្លែងនេះគឺយើងដាក់ full name នេះគឺយើងដាក់ឈ្មោះ account Facebook របស់យើងឲ្យពេញមកដាក់ឲ្យត្រូវឈ្មោះ account Facebook របស់យើងចំណុចនេះគឺ email បាទបងប្អូន account បងប្អូនប្រើ email យើងដាក់ email របស់យើងមកតែយើងដាក់ email មកឧទាហរណ៍ថាខ្ញុំ Facebook របស់ខ្ញុំឧទាហរណ៍ណាអូខេអញ្ចឹងគឺយើង copy ឈ្មោះ account របស់យើង slow បង slow មែនតើអ៊ីនធឺណិតអូខេយើង copy ឈ្មោះពេញរបស់យើងអញ្ចឹងមកប៉ុន្តែបងប្អូនគួរតែចាំ account Facebook បងប្អូនណាព្រោះវា disable ក៏ដោយក៏យើងនៅតែចាំដែរព្រោះ account របស់យើងដឹងថាឈ្មោះអីឈ្មោះអីចឹងណាអញ្ចឹងគឺ copy អញ្ចឹងមកពាក្យពេញអញ្ចឹងមកបន្ទាប់មកយើងដាក់ email account Facebook របស់យើងបងប្អូនចាំ email អត់បងប្អូនចាំ email បងប្អូនដាក់ email មកប៉ុន្តែពេលច្រើនបងប្អូនបង្កើត email គឺចាំ email របស់យើងហ្នឹងដាក់ email បើអត់មាន email ទេយើងអាចប្រើលេខទូរស័ព្ទយើងដាក់ជាលេខទូរស័ព្ទនៅខាងក្រោមនេះ email យើងផ្លាស់ចោលបានដែរណាបើ account យើងដាក់លេខទូរស័ព្ទយើងដាក់លេខទូរស័ព្ទដែលយើងបង្កើត account នៅចំណុចនេះនឹងមកប៉ុន្តែបើ account យើងប្រើ email ផងបើលេខទូរស័ព្ទផងយើងដាក់ទាំងពីរមកបន្តមកទីយើងដាក់ country យើងដាក់ប្រទេសយើងមកណា Cambodia មកឧទាហរណ៍ថាយើងអានេះគាត់ខ្ញុំឧទាហរណ៍ណាបងប្អូនណាយើងដាក់ email របស់យើងដែលយើងប្រើអូខេអានេះគាត់ខ្ញុំឧទាហរណ៍ទេក្រែម7អីចឹងទៅ@gmail អីចឹងទៅ .com អីចឹងទៅហើយតមកបើយើងមានដាក់លេខទូរស័ព្ទផងដាក់ email ផងយើងដាក់ទាំងអស់មកឧទាហរណ៍ខ្ញុំលេខទូរស័ព្ទ096 6ចឹងទៅណាបន្តមកយើងដាក់ country មកប្រទេសរបស់យើង Cambodia ចឹងមកអូខេណាបន្ទាប់ពីយើងពេញបែបបត់ឲ្យអស់បងប្អូនចុចពាក្យថា send ណាចុចពាក្យថា send នេះមកវានឹងទៅហើយអូខេអានេះដោយសារឥឡូវខ្ញុំ
អត់មាន account ណា disable ទេបងប្អូនណាហើយខ្ញុំចេញខ្ញុំអត់ដាក់ទៅទេបងប្អូនស្នើសុំទៅហើយវាមានបញ្ហាអីបងប្អូនប្រើ email វានឹងផ្ញើទៅកាន់ email ហើយបើ account ខ្ញុំបើកបានអីមិនបានអីវាបន្ទាប់ពី3ថ្ងៃទៅមួយអាទិត្យអីវាអាចផ្ញើទៅតាម email របស់យើងឬក៏ផ្ញើតាមលេខទូរស័ព្ទអញ្ចឹងទៅតាមអ្វីដែលយើងមានណាចឹងបងប្អូនអាចជី send ទៅវានឹងផ្ញើទៅក្រុមហ៊ុន team Facebook ហើយហ្នឹងហើយ team Facebook ហើយអញ្ចឹងបើ3ថ្ងៃអីវាអត់ទាន់ message អីមកឬក៏ account របស់យើងមិនទាន់បើកបានបងប្អូនព្យាយាមណាព្យាយាមធ្វើអញ្ចឹងទៀតទៅព្យាយាម appeal ទៅវា4-5ថ្ងៃ appeal ទៅម្ដងអញ្ចឹងណាហ្នឹងហើយព្យាយាមទៅវាអាចនឹងបាន account Facebook យើងមកវិញក៏ថាបានដែរវាអត់ពិតវាមិនប្រកាសថា 100% ទេតែវាអាចនឹងបានខ្លះឬអត់ខ្លះអញ្ចឹងទៅអូខេអញ្ចឹងបងប្អូនអាច send តាមហ្នឹងទៅហើយវីដេអូនេះខ្ញុំគិតថាវែងពេកហើយអញ្ចឹងវីដេអូហ្នឹងមានតែប៉ុណ្្នឹងទេបាទសូមអរគុណសូមជម្រាបលាហើយបងប្អូនកុំភ្លេចជួយ subscribe channel ខ្ញុំអ្នកមួយផង